đây ông bốn ngày nay khi nhôm miền sập lan pi seri dương tơ tại tầm làng hơi anh ấy cứ sập lan để dương tờ làng của nông sọc là sọc mai dương á bà bốn tắc một hệ mề đại bầy tròn hay có chợ pram sập bông phố nệ lụa rồi chiên có tròn bàn tinh dột đạ riệp chỉ chốt đạ tăng bằng hai nơi hàng ấy bạn tiệm tông nhà bán nhôm miền tầm lai chun xong rôm chun á bà bật bông phố tinh tây cái đó nhé bà hayอันนี้คือជាប្រភេទមេដៃកម្រិតខ្ពស់បងប្អូនដែលខ្ញុំឡើងលើសັບទាំងពីរនេះបាទហើយក្រងឆ្អឹងវាពីប្រភេទផ្សេងគ្នាអានេះក៏75បងប្អូនណាមេដៃ220តែកម្លាំងវ៉ាត់វា2500 ohms បាទវ៉ាត់ធំហើយប្រេកង់វាទាបបាទធ្ងន់បាទមិនលឺថ្លង់លឺកាចដែលធ្វើឲ្យយើងស្ដាប់ទៅហឹងតិចគឺបាសវាចេញមកដុបដុំដោយប្រភេទបាសដែលបងប្អូនមើលក្នុងវីដេអូតាម YouTube អីចឹងណាបាទពួកអាមេរិកកាំងវាប្រើពួកអាក្រងបែបជ្រៅបែបនេះហើយមេដៃធំកឡោតដកវែងបាទប្រភេទនេះបាសគឺចេញធ្ងន់បែបហ្នឹងបងប្អូនណាបាទហើយអានេះមួយគ្រាប់យើងលក់តែ$175ទេសម្រាប់បងប្អូនដែលចង់យកទៅរៀបដាក់លក់តអីយើងមានតម្លៃល្អជូនណាបាទ4ទឹកសេរីក្រុង CNC នេះបាទកម្លាំងវ៉ាត់វាប៉ុនគ្នាអាពីរនេះប្រេកង់ទៀតដូចគ្នា36 Hz បាទអានេះមួយគ្រាប់ខ្ញុំលក់220បាទសម្រាប់បងប្អូនជាងគាត់យកទៅដាក់តាំងនៅហាងលក់អីអានេះយើងមានតម្លៃផ្សេងឲ្យជូនមួយទៀតណាបាទហ្នឹងហើយប្រភេទពួកសាប់អស់នេះប្រភេទ2សេរីនេះបងប្អូនចង់បានច្រើនតកំងទៅខ្ញុំរៀបណាបាទហើយនេះខ្ញុំរៀបទុកតាមមកគូទេដើម្បីបង្ហាញបងប្អូនណាបាទគូរបស់វានៅនោះណាបាទនេះអញ្ចឹងយើងមាន2សេរីថ្មីទៅចូលមកសេរីបែបធ្ងន់ខ្លាំងណាបាទហើយធន់នឹងការប្រើប្រាស់ការចាក់កាវចាក់អីគឺយើងប្រឹកព្រៀងដាក់ឡើងស្អាតបែបណែនពេញបឹបណាបាទអញ្ចឹងសម្រាប់អូខេនេះ SK Sound 4ទឹកឡើងនៅខ្មែរបាទក្រុង CNC យើងមើលបាសវាញាក់អានេះមេដៃកម្រិតខ្ពស់បងប្អូនណាបាទកម្លាំងម៉ាញេទិកវាឆក់ខ្លាំងណាហើយកន្លងគឺយើងអាប់ដេតថ្មីលុះស្ពាន់សុតបាទហើយសាច់លុះវែងចូលធុងញាក់សាសចឹងណាបាទ4ទឹក SK Sound យើងតម្លើងក្នុងស្រុកណាយើងតម្លើងរួចហើយស្ងួតកាយហើយគឺយើងតេស្តបាទតេស្តភ្លើង AC ដើម្បីឲ្យយីទៅសៃទៅសងវាណាបាទដល់ពេលយើងមុនចាប់ប្រើដាក់ធុងអីគឺសលេងបាសវាចេញមកស្អាតល្អណាបើសិនតែយើងដាក់ទៅទាំងដងចាក់តែម្ដងបាសវានៅសក់វាអត់សូវកម្លាំងអត់សូវលះល្អនេះខ្ញុំតេស្តនេះ30 វ៉ុល 40 វ៉ុល 40 វ៉ុលរត់ហើយញ័ររត់ទៅហើយបាទកេះរត់ហើយកេះមានចលនារត់ហើយដាក់មកឡើងនៅចិត្តឡើងហឹងណែណាបាទ40 វ៉ុលហើយចាប់ចូលធំប៉ុណ្ណាញាក់សាច់ហើយរត់ទៅអានេះយើងអាចតេស្តរកកម្លាំងវ៉ាត់ ohms វាបាននៅពេលដែលយើងវាយភ្លើង AC ចូលទៅបាទរុញភ្លើងហ្នឹងអញ្ចឹងយើងគុណតាមរូបមន្តទៅយើងដឹងថាវ៉ាត់ ohms វាចេញបានប្រមាណហ្នឹងអញ្ចឹងណាបាទ